សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែករំលែកមួយវីដេអូនេះសំខាន់មែនទែនបងប្អូនណាបងប្អូនត្រូវតែតាមដានទាំងអស់គ្នាហ្នឹងហើយសម្រាប់បងប្អូនចង់តាមដានសង្សារឬមួយចង់តាមដានគ្រួសារយើងឬមួយតាមដានរកទូរស័ព្ទដែលបាត់បងប្អូនមកជួនកាលបងប្អូនអង្គុយលេងអញ្ចឹងគេឆក់ទូរស័ព្ទបាត់ឬមួយជួលទូរស័ព្ទបាត់អញ្ចឹងបងប្អូនចង់ទៅរកហ្នឹងហើយចង់រកបងប្អូនត្រូវចាំ Gmail បងប្អូនឲ្យបានណាហ្នឹងហើយសំខាន់ Gmail បើសិនបងប្អូនមាន Gmail របស់គេមិនថា Gmail ណាទេយើងអាចឆែករកទូរស័ព្ទទីតាំងរបស់គេបានតែម្ដងឥឡូវចូលមើលទាំងអស់គ្នាមកបងប្អូនទី1បងប្អូនចូលលើPlay Store ចឹងមកដើម្បីទៅអង្គកម្មវិធីហ្នឹងបងប្អូនហ្នឹងហើយចូលដល់ Play Store បងប្អូនចុចពាក្យ search រកមកហ្នឹងហើយចុចពាក្យ search រកមកបងប្អូនទៅសេពាក្យថារកឧបករណ៍មកវានឹងបង្ហាញហើយបងប្អូនអត់ទាន់បានតម្លើងបងប្អូនតម្លើងមកនេះហ្នឹងហើយតែខ្ញុំតម្លើងវាហើយខ្ញុំសូមចុចបើកតែម្ដងហ្នឹងហើយកុំឲ្យខាត់ពេលបងប្អូនយូរហ្នឹងហើយចុចចូលមកពឹបទី1ឡើងវាចេញមកពីនេះបងប្អូនបើសិនទូរស័ព្ទបងប្អូនដាក់តាំង scan ដៃ scan អីវានឹងចេញមកនេះបងប្អូនណាបង្ហាញកន្លែង scan ដៃហ្នឹងអូខេវាបង្ហាញឲ្យយើង scan ដៃសិនឬមួយយើងដោះលេខកូដដែលអ៊ីក្រង់របស់យើងហ្នឹងហើយចុចមកអូខេវានឹងលោតមកអញ្ចឹងបងប្អូនណាវាលោតមកបែបនេះដល់អញ្ចឹងបងប្អូនត្រូវប៉ះលើរូបយើងខាងលើឃើញរូបយើងអត់នេះរូបយើងដែល Gmail របស់យើងដែលនៅក្នុងគ្រឿងហ្នឹងនៅក្នុងគ្រឿងនេះហ្នឹងហើយប៉ះលើនឹងមកប៉ះលើនឹងពឹបបងប្អូនសម្លឹងមកមើលខាងក្រោមគេថាចូលគណនីរបស់ភ្ញៀវណាក្នុងនាមជាភ្ញៀវបងប្អូនមានន័យថាយើងយកGmail អ្នកដែលយើងចង់រកអ្នកដែលយើងចង់តាមដានអ្នកដែលយើងចង់ដាក់ចូលហ្នឹងហើយចុចលើនឹងមកពឹបហ្នឹងហើយវានឹងចេញចេះបងប្អូនវានឹងចេះឲ្យយើងចូលដាក់ Gmail នឹងមកដល់អញ្ចឹងបងប្អូនយក Gmail នឹងមកឬមួយទូរស័ព្ទយើងបាត់យើងយកស្គាល់ Gmail បងប្អូនអាចតាមរកទូរស័ព្ទយើងបានវិញថានៅកន្លែងណាហើយយើងទៅតាមយកបានវិញតែម្ដងដល់អញ្ចឹងប៉ះលើនឹងមកដាក់ Gmail មកជាបន្ទាប់អូខេដល់អញ្ចឹងវានឹងឡើងយើងដាក់លេខកូដសម្ងាត់ហើយបងប្អូនដល់អញ្ចឹងបងប្អូនដាក់លេខកូដសម្ងាត់មកខ្ញុំសូមបិទដាក់លេខកូដសម្ងាត់បន្តិចសិនបងប្អូនដាក់លេខកូដសម្ងាត់យើងមកលេខកូដសម្ងាត់ដូចខ្លះបងប្អូនដាក់មិនដាក់តាមនឹងមកព្រោះ Gmail នេះមួយសំខាន់ណាស់បងប្អូនត្រូវកត់លេខកូដវាទុកឬមួយចាំលេខកូដវាឲ្យបានណាអូខេrồiហើយចុចវាថាបន្ទាប់ទៅមកនេះកន្លែងសញ្ញាព្រួយទៅមុខហ្នឹងអានឹងមួយពើបវាកំពុងតែទៅបងប្អូននេះវានឹងបង្ហាញហើយថា Gmail ហ្នឹងនៅលើគ្រឿងទូរស័ព្ទណាខ្លះអញ្ចឹងបងប្អូននេះមិនថាកូដបាស JBL ទេបងប្អូនក៏អាចរកឃើញដូចគ្នាថានៅកន្លែងណាហ៎ដែរហើយទូរស័ព្ទហ្នឹង Gmail ហ្នឹងនៅលើទូរស័ព្ទប្រហែលគ្រឿង3គ្រឿងហ្នឹងហើយបងប្អូនចង់តាមដានទូរស័ព្ទមួយណាឧទាហរណ៍អានេះទូរស័ព្ទកូនឬទូរស័ព្ទគ្រួសារយើងអីចឹងទៅចុចលើនឹងមកបងប្អូនចុចលើនឹងមកចង់តាមដានទូរស័ព្ទមួយណាចុចលើនឹងមកឥឡូវសូមចុចលើទូរស័ព្ទគ្រួសារខ្ញុំចុចចឹងវាពឹបវាកំពុងរយថាឧបករណ៍ហ្នឹងនៅកន្លែងណាហ្នឹងបងប្អូនឃើញរងចាំតិចទៅហ្នឹងហើយតែអ៊ីនធឺណិតរឿងខ្សោយវាអាចយឺតបន្តិចអូខេបងប្អូនឃើញទេថានៅកន្លែងណាហើយទូរស័ព្ទហ្នឹងនៅសល់ថ្មប្រហែលភាគរយទៀតហើយបងប្អូនអស់លើមកបើសិនជាបងប្អូនបាត់ទូរស័ព្ទនៅក្បាច់ខ្លួនយើងបងប្អូនចុចឲ្យវាសំឡេងក៏បានដែរចុចសំឡេងឲ្យវារោទៅដើម្បីដឹងថាទូរស័ព្ទហ្នឹងនៅកន្លែងក្បែរខ្លួនយើងឬមួយចុច lock ឧបករណ៍ហ្នឹងហើយឬចុចដាក់លេខកូដឧបករណ៍ហ្នឹងក៏បានដែរចាក់សោឬមួយដូរលេខកូដកុំឲ្យគេបើកគ្រឿងហ្នឹងបានកុំឲ្យគេបិទគ្រឿងហ្នឹងបានហើយខាងក្រោមនេះកន្លែងរូបទូរស័ព្ទខ្វែងនេះគឺបងប្អូន reset ទិន្នន័យដែលក្នុងទូរស័ព្ទហ្នឹងប្រហែលហ្នឹង reset ចោលទាំងអស់បានតែម្ដងហ្នឹងហើយកន្លែងហ្នឹងបងប្អូនហើយកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនប៉ះលើរូបទូរស័ព្ទយើងលើនេះប៉ះវាមួយទៅដើម្បីឲ្យចូលទៅដល់កន្លែងទីតាំងប៉ះលើមួយពើមកវានឹងនាំយើងទៅរកទីតាំងបងប្អូនឃើញនេះបងប្អូនវានៅបង្ហាញនេះឃើញដល់អញ្ចឹងបងប្អូនត្រូវទៅចុចលើនេះមកនេះចុចលើនេះគេថាមើលទិសដៅហ្នឹងដើម្បីចូលទៅមើលថាទូរស័ព្ទយើងនៅកន្លែងណាអញ្ចឹងហ្នឹងហើយចុចលើទិសដៅហ្នឹងមកឥឡូវវាកំពុងតែដំណើរការចាំតិចនេះបងប្អូនឃើញទេឥឡូវនេះបងប្អូនទាញចេះមកនឹងឃើញហើយថាទូរស័ព្ទហ្នឹងនៅកន្លែងណានេះមើលតាមដៅធៀមហ្នឹងមកបងប្អូននេះជួយមើលតាមផ្លូវនេះយើងត្រូវទៅមើលដំណើរទៅអានេះខ្ញុំមើលលើទូរស័ព្ទគ្រួសារខ្ញុំតែគាត់កំពុងធ្វើអីនេះកន្លែងគាត់នៅនេះឃើញទេនេះបងប្អូនឃើញទេបងប្អូនទាញចឹងមកព្រិចយកដៃម្រាមដៃយើងព្រិចចេញមកនេះគាត់នៅកន្លែងហ្នឹងហើយផ្លូវជាតិនេះផ្លូវជាតិលេខ62នេះកន្លែងគាត់នៅនេះកំពុងធ្វើអីយើងដឹងទេនេះគាត់នៅឃើញបងប្អូនឃើញមួយដំបូលផ្ទះច្បាស់ហ្មងថានៅកន្លែងណាបងប្អូនគាត់ចុះទៅកន្លែងហ្នឹងគឺឃើញតែហ្មង